Ba chấm riệp số bốc mang phun nó nhé ngày ní phong nái khang khang hồng thinh sông nai nom chữa bùi nằng Lexus LX 600 Kuro bà VIP series 5 zone 22បងបងបាទដូចមកបានដឹងអញ្ចឹងបាទពាក្យថា Kuro គឺមានន័យថាពណ៌ខ្មៅហើយជាមួយនឹង option នេះផងដែរគឺពិសេសមែនទែនបងអាចជួយមកមើលផ្ទាល់បាននៅខាងឃ្លាំងហុងធេងបងបាទស្ថិតនៅកែងផ្លូវ215បងបាទនៅ DN នេះបងគឺថាកាចមែនទែនហើយថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញថាតើ Kuro រៀងពិសេសជាង spec ផ្សេងមិនខ្លះបងបាទបំពាក់មកជាមួយនឹងបណ្ណាខ្មៅស៊ីនបាទមកពីរោងចក្របាទហើយឡាននេះក៏មានមកជាមួយនឹងក្រមមេបែកមាសផងដែរបងបាទស្អាតមែនតើចំពោះតាពណ៌វិញគឺជាប្រភេទពណ៌ខ្មៅកាម៉ៃបងបាទហើយពណ៌ខ្មៅនេះកាម៉ៃរៀងខ្លាំងជាង LX 600ខ្មៅទូទៅបងបាទឡាននេះបំពាក់មកជាមួយនឹងបាទយ៉ាន់កង់រង្វង់22អ៊ីងបាទ alloy wheel បូករួមជាមួយនឹងបាទតែម Kuro បាទអក្សរអង់គ្លេសនិងអក្សរជប៉ុនសងខាងផងដែរហើយឡាននេះក៏បំពាក់មកជាមួយនឹងគ្រាប់កញ្ចក់ខ្មៅបាទហើយក្រមមេបាទពេញបងខ្មៅបែកមាសទាំងអស់បងបាទស្អាតមែនតើពុកម៉ែបងប្អូនអរគ្នាផ្នែកខាងលើក៏ដូចគ្នាដែរមកដល់ផ្នែកខាងក្នុងបងជាប្រភេទកៅអី4 VIP កៅអី2ខាងក្រោយបំពាក់មកជាមួយនឹងកៅអីម៉ាសាបងបាទ Premium Ultra Luxury Edition បាទហើយផ្នែកទ្វារនេះផងដែរក៏មានមកជាមួយនឹង Welcome Light តយុគតិចបានបងឃើញបាទហើយផ្នែកខាងក្នុងបំពាក់មកជាមួយនឹង Ambient Lighting បាទសងខាងហើយមានមកជាមួយនឹងបាទកុំបកាឈើស្ងួតផងដែរបូករួមជាមួយនឹង Bass Mark Levinson 25 speaker បាទសូមបញ្ជាក់ជូនពុកម៉ែបងប្អូនអរគ្នាមួយឡាននេះផងដែរបំពាក់មកជាមួយនឹងម៉ាស៊ីនបាទ performance V6 3.5 lít twin turbo ពុកម៉ែបងប្អូនអរគ្នាដែលបង្កើតកម្លាំងសេះបានរហូតដល់409 horsepower បាទម៉ាស៊ីនសាំងនេះបងបាទបំពាក់មកជាមួយនឹង radar cruise control option ពេញ spec អារ៉ាប់បាទដេកបច្ចេកពីក្រៅមានមកជាមួយនឹង slide camera បាទ scan មេដៃនេះបងបាទហើយមានមកជាមួយនឹងកាពីតាបូមឡើងចុះអីទាំងអស់បងអាចមើលបានថ្មីមែនតើពុកម៉ែបងប្អូនអរគ្នាឡានគ្រឿងនេះបាទលុកពងកដាលអីក៏មានដែរហើយទូទឹកកកបាទហើយបងសួរថាតើ wireless charge នៅណាបងបាទ wireless charge នៅផ្នែកខាងមុខអត់មានទេគឺមាននៅផ្នែកខាងក្រោយបងបាទ Ultra Luxury Edition មានមកជាមួយនឹងថ្មដបូលបើកផងដែរបាទមកដល់ផ្នែកខាងក្រោយនេះបងនេះដូចបងមិនឃើញអញ្ចឹងមានមកជាមួយនឹង Welcome Light តែតោះរៀងលឹងតិចបានឃើញច្បាស់បងបាទមានមកជាមួយនឹង sunshade ក៏គេហៅថា redo បាទ ambient lighting ក៏មានដែរបាទនេះបងក៏អីធំមែនតើស្រួលអង្គុយណាបងបាទបងធ្វើការបាទបត់ដៃបត់ជើងគឺថាស្រួលមែនតើមិនបត់ដៃបត់ជើងចូលបន្ទប់ទឹកទេបងតែហើយយើងសម្រាប់មកស្រួលខ្លួនដោយសារឡាននេះបាទបំពាក់មកជាមួយនឹងបាទកៅអីម៉ាស្សាបាទដែលបងអាចម៉ាស្សាតាំងពីស្មារហូតដល់បាទជើងបងហើយមានមកជាមួយនឹង audio system បាទក៏ដូចជាភ្លើងផងដែរនេះភ្លើងដើម្បីអានសភៅបាទបងអាចបើកបាន3 level បងបាទ level ទី1 level ទី2 level ទី3 yes ហើយមានមកជាមួយនឹង wireless charge ដែលខ្ញុំបញ្ជាក់នេះបងហើយបូករួមជាមួយនឹងបាទកន្លែងដាក់កែវទឹកផ្សេងបាទមានទាំងអស់បងដោយ HDMI USB-C បាទកន្លែង storage compartment បូករួមជាមួយនឹងកន្លែង storage compartment នៅកន្លែងចន្លោះកណ្ដាលនេះផងដែរបាទ DVD ក្បាលខ្នើយដែលបងអាចមើលបានជាមួយនឹងបាទ HDMI ឬក៏ការដោតនៅ USB ផ្សេងហើយឡាននេះពិសេសមែនតើគឺមានមកជាមួយនឹងធុងបាសបាទ2ធុងសងខាងផងដែរបាទលើសពី LX 600ទូទៅហើយបងអាចមើលជាមួយនឹង pattern បាទកន្លែងឈ្នាន់ជើងនេះបានគឺថាស្អាតមែនតើបាទមកដល់ផ្នែកខាងក្រោយគឺមិនសូវជាខុសប្លែកពី LX 600ផ្សេងទូទៅទេបងបាទបំពាក់មកជាមួយនឹង Time Kuro នៅកណ្ដាលបាទអក្សរអង់គ្លេសហើយនិងអក្សរបាទជប៉ុនបាទ Time LX 600និង Lexus នៅផ្នែកកណ្ដាលជាមួយនឹងផ្នែកជួរខាងក្រោយនេះផងដែរក៏បំពាក់មកជាមួយនឹងបាទដែកដណ្ដោងបូករួមជាមួយនឹងបាទ redo បាទកម្រាលជើងនិង accessory kit ទាំងអស់ចំពោះតម្លៃវិញបងការម្ចាស់ដើមទិញថ្មីបាទ022ដោយបងដឹងអញ្ចឹងតែ7ក៏អីក៏30ម៉ឺនដែរក៏ចេញមកដំបងបងមក30ជាងម៉ឺនឡាននេះរៀងពិសេសតិចបងបាទ022ក៏គាត់កំងមកចិត្ត40ម៉ឺនជាងបង
ចំពោះថ្ងៃនេះផងដែរថ្ងៃ31បាទខែ1 2026ខាងឃ្លាំងលក់តម្លៃ210,000ជាងបាទជាប្រភេទឡានមកទឹកសក់លេខមានប្រវត្តិបុកប៉ះបាទប្រើបាន20,000គីឡូបងចាប់អារម្មណ៍អាចអញ្ជើញមកមើលផ្ទាល់បានជាមួយនឹងខាងឃ្លាំងហុងធេងបាទហុងធេងអូតូនៅកែងផ្លូវ215បាទនៅខណ្ឌទូកកបាទម្ដុំ DN បាទភ្នំពេញបងចាប់អារម្មណ៍អាចអញ្ជើញមកមើលផ្ទាល់បានអរគុណច្រើន